បាទជំរាបសួរបងប្អូនដែលកំពុងទស្សនានៅក្នុងបណ្ដាញ YouTube ហើយបើបងប្អូនបានឃើញវីដេអូដែលខ្ញុំបង្ហាញនេះហើយសូមជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនឹងទទួលបានវីដេអូថ្មីជាច្រើនទៀតបាទពាក់ព័ន្ធរឿងដំណាំដូងបាទនេះជាទស្សនវិជ្ជាក្នុងចំការផ្ទាល់តែម្ដងបាទនេះខាងក្រៅខ្ញុំគឺផ្លែដូងដែលយើងដាំនៅផ្ទាល់ដៃការថែទាំការដាក់ជីបាទបងប្អូនអាចមើលយកជាគំរូតាមក៏បានបើឃើញថាល្អយកគំរូតាមបើឃើញថាមិនល្អជួយ comment ប្រាប់ផងបាទដូចជាមួយប្លង់នេះចឹងបងប្អូនទស្សនាទៅវាមានបន្លាយទឹកនៅខាងក្នុងបាទហើយដូងយើងដាំជីជួអញ្ចឹងបាទអញ្ចឹងអស់នេះវាអាចស្រូបយកទឹកបានគ្រប់គ្រាន់ហើយយើងបន្ថែមជីជាតិតទៀតធ្វើឲ្យដំណាំយើងកាន់តែល្អបាទបងប្អូនអាចចូលទស្សនាបានទស្សនវិជ្ជាក្នុងចំការដូងបាទនេះបងប្អូនអានេះប្លង់នេះផ្លែឡើងកម្មាល់ម៉ាល់ហ្មងច្រើនហើយបងប្អូនឆ្ងល់ថាហេតុអីនៅក្បែរគល់ដូងយើងមានពណ៌ខ្មៅអញ្ចឹងនេះជាកំទេចកំទីបរិយរោងចក្រយើងទិញយកមកដាក់ដើម្បីឲ្យវាមានក្លិនទៅសត្វល្អិតវាអត់នៅក្បែរទេបាទនេះបងប្អូននេះច្រើនណានេះបងប្អូនមើលម្ដងទៀតអូពិតជាអស្ចារ្យផ្លែដូងនេះនេះវារៀងអស្ចារ្យជាងគេបងប្អូនអស្ចារ្យយ៉ាងម៉េចនេះវាមានខ្លែបរបស់វាផ្លែ2អញ្ចឹងទៅមកតំណងរបស់វាមានអាខ្លះ3អញ្ចឹងទៅប៉ុន្តែភាគច្រើន2នេះសើ2ហ៎សើផ្លែ2ហ៎ហើយនេះពីគល់វាបាទច្រើនខាងនោះទៀតបាទហើយកុំភ្លេចបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីហើយចុចរូបកណ្ដឹងទៅកាលណាពេលណាដែលខ្ញុំផុសទៅក្នុងបណ្ដាញសង្គម YouTube វានឹងលោតឲ្យសំសារជាសម្លេងរបស់បងប្អូនណាបាទសូមជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា